ឆោមកែវត្រូវមីនូបង្ខំឲ្យទៅរៀបការជាមួយចៅហ្វាយស្រុកហើយនាងបានទៅខេត្តត្បូងឃ្មុំបាត់ទៅហើយមីនូពិតជាមានចិត្តអាក្រក់ខ្លាំងណាស់ហើយមីនូមីងពិតជាមានចិត្តអាក្រក់មែនមីងបានបំផ្លាញស្នេហាខ្ញុំហើយខ្ញុំត្រូវតែទៅតាមរកអូនកែវខ្ញុំត្រូវតែឥឡូវនេះខ្ញុំមិនអាចរងចាំបានទៀតទេឯងត្រូវតែប្រុងប្រយ័ត្នខ្ញុំនឹងទៅជាមួយឯងយើងនឹងប្រយុទ្ធជាមួយអំណាចរបស់ចៅហ្វាយស្រុកយើងនឹងយកកែវមកវិញសានតើឯងគិតថាខ្ញុំអាចទៅទាន់ពេលទេខ្ញុំខ្លាចកែវយល់ច្រឡំថាខ្ញុំក្បត់នាងខ្លាចនាងត្រូវបង្ខំរៀបការឆោមឯងត្រូវតែមានជំនឿនាងកែវស្មោះត្រង់ណាស់នាងមិនក្បត់ពាក្យសម្បត្តិទេនាងនឹងរងចាំឯងយើងត្រូវប្រញាប់ទៅយើងត្រូវតែប្រជែងជាមួយពេលវេលាកែវបងមកដល់ហើយអូនមិនអាចរៀបការជាមួយគេបានទេបងនៅទីនេះបងឆោមខ្ញុំដឹងថាបងមកខ្ញុំមិនក្បត់ពាក្យសន្យាទេខ្ញុំមិនក្បត់ពាក្យសម្បត្តិទេខ្ញុំនឹងនៅក្បែរបងខ្ញុំមិនខ្លាចអំណាចអ្នកណាមួយណាទេសូមបងនាំខ្ញុំទៅអ្នកណាហ៊ានចូលមកក្នុងរោងការរបស់អញហ៎អាឆោមឯងជាអ្នកណាអាសានឯងជាមេខ្លោងឯងហ៊ានប្រឆាំងអំណាចអញហ៎ខ្ញុំជាប្តីរបស់នាងកែវពួកយើងបានស្បត់សច្ចាហើយសូមលោកកុំបំបែកស្នេហារបស់យើងអីស្នេហារបស់យើងមានតម្លៃជាងមាសប្រាក់របស់លោកទៅទៀតឯងនិយាយស្អីឯងជាអ្នកក្រឯងមិនស័ក្តិសមនឹងនាងទេពួកឯងនាំគ្នាចាប់វាទៅចាប់អាឆោមដាក់គុកយកអាសានទៅវាយនឹងរំពាត់ខ្ញុំសូមលោកកុំធ្វើបាបបងឆោមខ្ញុំនឹងធ្វើតាមការបង្គាប់របស់លោកតែសូមលោកដោះលែងគាត់ទៅបង្គំទូលព្រះអង្គទូបង្គំមានរឿងអយុត្តិធម៌មួយលោកចៅហ្វាយស្រុកនៅខេត្តត្បូងឃ្មុំបានបង្ខំឲ្យនាងកែវរៀបការជាមួយនឹងគាត់ហើយបានចាប់នាងឆោមដាក់គុកពួកគេជាគូស្នេហ៍ពិតហេតុអីបានជាចៅហ្វាយស្រុកហ៊ានធ្វើដូច្នេះនេះជាការរំលោភច្បាប់តើនាងកែវមិនស្រឡាញ់នាងឆោមទេហ៎ពួកគេស្រឡាញ់គ្នាយ៉ាងស្មោះតែមីនូនិងចៅហ្វាយស្រុកបានប្រើអំណាចដើម្បីបំបែកស្នេហាគេទាំងពីរទូព្រះបង្គំសូមសូមព្រះអង្គប្រទានយុត្តិធម៌ជួយជីវិតមិត្តទូបង្គំផងយើងនឹងមិនអត់ឱនឲ្យមនុស្សអាក្រក់ទេយើងសូមចេញរាជបញ្ជាសេនាឯងយករាជសារនេះទៅដោះលែងនាយឆោមភ្លាមហើយចាប់ចៅហ្វាយស្រុកនោះមកដាក់ទោសគ្មាននរណាម្នាក់អាចប្រើអំណាចដើម្បីបំបែកស្នេហាគេបានទេកែវនេសានបានទទួលព្រះមហាក្សត្រហើយឯងត្រូវតែទ្រាំកុំចោះចាញ់ណាសយខ្ញុំខ្លាចខ្ញុំទ្រាំមិនបានខ្ញុំខ្លាចបងឆោមត្រូវគេសម្លាប់ខ្ញុំមិនចង់រស់នៅដោយគ្មានគាត់ទេជីវិតខ្ញុំគ្មានន័យទេទាំងពីរត្រូវទទួលទោសពីបទរំលោភអំណាចនិងសម្លាប់ជីវិតមនុស្សបរិសុទ្ធតើអ្នកទាំងពីរមានអ្វីនិយាយចុងក្រោយទេសូមព្រះអង្គបរិជ្ជទានទោសទូបង្គំមិនបានធ្វើអីខុសទេទូបង្គំបានធ្វើតាមបំណងមីនូគឺជាអ្នកចាប់ផ្ដើមជាអ្នកលោភលន់ខ្ញុំម្ចាស់ខុសហើយព្រះអង្គខ្ញុំម្ចាស់លោភលន់ពេកហើយខ្ញុំម្ចាស់សូមនឹងទទួលទោសយើងនឹងមិនលើកលែងទោសទេអ្នកទាំងពីរមានតែការឈឺចាប់និងសេចក្តីអៀនខ្មាស់អស់មួយជីវិតចៅហ្វាយស្រុកឯងនឹងត្រូវដកហូតឋានៈទាំងអស់ហើយនឹងត្រូវប្រហារជីវិតមីនូឯងក៏ត្រូវប្រហារជីវិតដូចគ្នាសូមឲ្យរឿងនេះក្លាយជាមេរៀនមួយថាស្នេហាពិតគឺវាមានតម្លៃជាងមាសប្រាក់និងអំណាចទាំងពួងបងប្អូនទាំងអស់គ្នានេះជារឿងឆោមកែវពួកគេបានស្លាប់ទៅហើយតែស្នេហារបស់ពួកគេនៅតែរស់រវើកខ្ញុំសូមកុំឲ្យមានរឿងបែបនេះកើតឡើងទៀតកុំឲ្យភាពលោភលន់នឹងអំណាចមកបំផ្លាញស្នេហាដ៏បរិសុទ្ធស្នេហាឆោមកែវពិតជាកំសត់ណាស់ពួកគេជាគូស្នេហ៍ពិតមែនហើយមីងនូនឹងចៅហ្វាយស្រុកសំនឹងទទួលទោសពួកគេបានបំបែកបំបាក់ស្នេហាឆោមនឹងកែវ
យើងត្រូវតែចងចាំរឿងនេះហើយបង្រៀនកូនចៅយើងថាឲ្យស្រឡាញ់គ្នាដោយភាពស្មោះត្រង់មែនហើយ ថ្ងៃនេះខ្ញុំនឹងបញ្ចប់រឿងឆោមកែវខ្ញុំសូមសន្យាថាខ្ញុំនឹងនិទានរឿងនេះរហូតដល់អស់ដង្ហើមសូមឲ្យស្នេហាឆោមកែវថិតថេរជារៀងរហូត ចាប់តាំងពីពេលនោះមករឿងនិទានឆោមកែវត្រូវបាននិទានតគ្នាដើម្បីរំលឹកដល់ស្នេហាដ៏បរិសុទ្ធនិងសព្វមេត្តា ស្រាប់តែមានបុរសម្នាក់ដើរចូលមក កូនថ្ងៃនេះកូនឯងអត់ទៅចំការទេឯកូន បាទម៉ែកូននឹងទៅតែចាំបន្តិចទៀតបានកូនទៅណាម៉ែកូនបង្ហើយការងារកូនបន្តិចទៀតសិន ម៉ែថ្ងៃនេះដូចជាឃ្លានផ្លែស្វាយតើកូនមកពីចំការវិញកុំភ្លេចបេះស្វាយមកឲ្យម៉ែផងណាកូន បាទម៉ែកូនឮហើយតែចាំកូនមកវិញចាំកូនបេះស្វាយផ្ញើជូនម៉ែកូនទៅសិនហើយម៉ែ ពេលនោះឃឹមបានរៀបចំរបស់របរទៅចំការពេលកំពុងដើរតាមផ្លូវ ថ្ងៃនេះមេឃក្តៅម្លេះខុសប្លែកជាងសពដងណាមួយខ្ញុំក៏ស្រេកទឹកដែររដើរទៅមើលបឹងខាងមុខក្រែងមានទឹកថ្លាអាចនឹងផឹកបាន ពេលនោះឃឹមបានដើរទៅបឹងដែលនៅជិតនោះក្នុងពេលនោះដែរគាត់បានឃើញបុរសម្នាក់កំពុងតែខឹងនិងស្រែកលឺយ៉ាងខ្លាំងណែអាគោចង្រៃឆាប់ឡើងទៅលឿនទៅនៅដើរទៅនៅនឹងហើយពេលណាបានទៅដល់ផ្ទះទៅបើឯងនៅដើរទៅនឹងប្រយ័ត្នយើងយកឯងលក់ណាពូសុកជាមនុស្សខូខើគ្មានចិត្តមេត្តាថែមទាំងចូលចិត្តវាយធ្វើបាបសត្វខ្លាំងណាស់មើលទៅគាត់តែងតែវាយគោនោះជារៀងរាល់ថ្ងៃខ្លួនគោសម្បូរទៅដោយស្នាមពេញទាំងខ្លួនមិនចេះដើរឲ្យលឿនទេនៅយឺតនឹងហើយចាំមើលទៅដល់ផ្ទះអញໄວឯងតល់តែងើបលេងរួចហើយចាំមើលចោមៀតឯងនេះបើអញលក់គ្មានអាណាទិញទេរោគតែសាច់មិនបានបែបនេះមើលទៅកូននោះគួរឲ្យអាណិតខ្លាំងណាស់មិនសូវមានសាច់មានឈាមហើយត្រូវម្ចាស់វាយសឹងតែរាល់ថ្ងៃថែមទៀតផងហើយមិនដើរលឿនទៅនៅដើរយឺតនៅនឹងហើយបើដើរយឺតបែបនេះមុខជាអញໄວងាប់មិនខានទេហើយលឿនទៅឲ្យឆាប់ឡើងទៅក្នុងពេលនោះឃឹមក៏បានដើរទៅរួចក៏បាននិយាយថា ជំរាបសួរលោកពូតើលោកពូកំពុងដេញគោទៅណានឹងគោលោកពូស្គមដល់ហើយលោកពូពូកំពុងដេញគោទៅផ្ទះ មេឃនៅថ្ងៃនៅឡើយតើលោកពូមិនក៏លោកពូលះដេញគោទៅផ្ទះម្លេះមិនឲ្យវាស៊ីស្មៅឲ្យឆ្អែតសិនទៅលោកពូចាំថ្ងៃជ្រេបន្តិចចាំលោកពូដេញទៅក៏មិនយឺតពេលដែរគោពូវាមិនស៊ីស្មៅទេតែស្មើនេះពូដេញវាទៅផ្ទះហើយឯងមើលទៅវាគ្មានកម្លាំងទេវាខ្ជិលខ្លាំងណាស់ដើរលើកជើងមិនចង់រួចសោះ លោកពូឲ្យវាស៊ីស្មៅបន្តិចទៀតទៅចាំបន្តិចទៀតចាំពូដេញវាទៅលាងទឹកនៅបឹងខាងមុខក៏បានដែរលោកពូតែល្ងាចនេះគ្មានពីណាមកដេញវាទៀតទេតែតិចទៀតដល់ពូរវល់ហើយមើលគោនេះចោះគួរឲ្យអាណិតខ្លាំងណាស់លោកពូតើលោកពូចង់លក់វាទេខ្ញុំអាណិតវាខ្លាំងណាស់ខ្ញុំចង់ទិញវាតើលោកពូលក់វាទេពូមិនចង់លក់វាទេគោពូមានតែមួយបើពូលក់ពូបានសត្វណាចិញ្ចឹមទៅតាមពិតនេះគ្រាន់តែជាពាក្យនិយាយដើម្បីឲ្យឃឹមកាន់តែអាណិតគោនេះថែមទៀតប៉ុណ្ណោះព្រោះគាត់គិតថានឹងអាចលក់វាបានថ្លៃពូបើពូទុកគោនេះបន្តិចទៀតពូនឹងខាតតែបើពូលក់ឲ្យខ្ញុំពូនឹងបានប្រាក់ខ្លះបើចឹងយើងលក់វាឲ្យឯងទៅចុះហើយឲ្យប្រាក់ឲ្យយើងឲ្យច្រើនតិចមកបាទលោកពូ
ពេលនេះប្រាក់នៅខ្លួនខ្ញុំមានបន្តិចបន្តួចតើខ្ញុំសូមជំពាក់លោកពូខ្លះសិនបានទេ ពេលនោះពូសុកគិតក្នុងចិត្តថាយីអានេះគោឡើងស្គមហើយស្នាមពេញខ្លួនទៀតវាទិញដែរមិនអីទេឲ្យតែបានប្រាក់ច្រើនអញមិនទុកទៀតទេឥឡូវឯងមានប្រាក់ប៉ុន្មានឲ្យប៉ុណ្ណឹងមកនៅសល់ប៉ុន្មានចាំក្រោយចាំយកទៀតក៏បាន បើពូលក់ហើយពូកុំស្ដាយឲ្យសោះណាពូព្រោះពូបានលក់ឲ្យខ្ញុំហើយ អូយើងមិនស្ដាយទេកូននេះយើងព្រមលក់ឲ្យហើយយើងមិនស្ដាយស្រណោះវាទេយកទៅឲ្យឆ្ងាយទៅកុំឲ្យយើងឃើញវាទៀតរួចហើយឃឹមក៏បានបណ្ដាកូននោះទៅផ្ទះវិញ ណែឯងដើរឲ្យលឿនមកកុំដើរយឺតនៅនឹងហើយយើងខំទិញឯងមកពីគេណាបើយើងមិនទិញឯងមកទេឯងច្បាស់ជាឈឺស្លាប់ពុំខានទេ ឃឹមបានបណ្ដាកូននោះទៅដល់ផ្ទះពេលនោះមីងនឿនឃើញកូននេះហើយគាត់សួរឃឹមថា កូនណាកូនឯងយកគោមកពីណានឹង អូកូនទិញពីគេមកណាម៉ែ កូនទិញគោមកធ្វើអីកូនផ្ទះយើងធ្វើតែស្រែចម្ការទៅបានហើយមើលគោនេះចោះកូនស្គមស្គាំងមិនដឹងជាគ្នាអត់ស្មៅប៉ុន្មានថ្ងៃហើយមកទេកូនមើលខ្លួនវាចោះកូនសុទ្ធតែស្នំរបួសគូឲ្យអាណិតវាណាស់ កូនឃើញគេធ្វើបាបវាពេកទើបកូនទិញវាមកម្ចាស់វាវាយធ្វើបាបវាឡើងចិត្តស្លាប់ទៅហើយកូនអាណិតវាពេកទើបកូនទិញវាមកទៅ បើអញ្ចឹងកូនយកគោនឹងទៅឲ្យស៊ីស្មៅចោះហើយដាក់ទឹកឲ្យវាផឹកផងកូនណានិយាយអញ្ចឹងកូនមានបេះផ្លែស្វាយមកឲ្យម៉ែទេ អូស្វាយកូនបេះមកហើយកូនមិនភ្លេចនោះទេម៉ែ ឆាប់មកហូបបាយកូនថ្ងៃស្អែកកូនត្រូវទៅចំការពីព្រឹកព្រលឹមទៀតណា បាទម៉ែចាំបន្តិចសិនកូនយកគោនេះទៅចងទុកសិនណាម៉ែ ពេលនោះឃឹមបាននាំគោទៅចងនៅដើមឈើនៅជិតផ្ទះ ណែឯងគួរតែអរគុណយើងទៅណាឯងនៅជាមួយយើងមិនធ្វើបាបឯងទេយ៉ាងយូរមួយខែទៀតឯងនឹងថត់មានសាច់មានឈាមដូចគេពុំខានទេ និយាយរួចឃឹមក៏ត្រឡប់ទៅញ៉ាំបាយទៅយប់ឡើងនៅផ្ទះរបស់ឃឹមក៏ស្រាប់តែមានចៅ2នាក់បានដើរចូលមកចង់លួចរបស់របរអ្នកអាវិនឯងដើរតិចទៅមើលឯងដើរលឿនបន្លែប្រយ័ត្នមានឆ្កែណាណែមិនបានហើយនិយាយលឺមែនឯងខ្លាចយើងស្ដាប់មិនលឺមែនទេណែត្រចៀកយើងមិនតន់ថ្លង់ទេណាមកពីយើងខ្លាចឯងមិនលឺនឹងណាណែដើរតិចទៅណាហេផ្ទះនេះមិនមានអីឲ្យលួចសោះតែមានគោមួយនេះយើងយកគោនេះតែម្ដងទៅពេលនោះចៅទាំងពីរបានទៅដល់កន្លែងគោកំពុងដេកចៅទាំងពីរមានគំនិតចង់លួចគោនោះយើងយកគោនេះទៅតែគោនេះស្គមខ្លាំងណាស់លក់មិនបានថ្លៃទេមើលទៅតោះឆាប់ឡើងទៅប្រយ័ត្នគេភ្ញាក់ឡើងមកទាន់ឯងឆាប់ទៅស្រែកចំណងគោនេះទៅពេលនោះនីវិនក៏បានដើរទៅស្រែកចំណងគោដែលនីពុតនៅឈរចិត្តគោនោះពេលនោះគោបានក្រោកឡើងហើយបានរត់ទៅវត្តចាំគូតនីពុតអូយចុកណាស់វើយចុកណាស់វើយហេកុំស្រែកឯងកុំស្រែកគោផ្អើលឥឡូវហើយណាអូយចុកណាស់អូយចុកណាស់ណែប្រាប់ថាកុំស្រែកម្ចាស់គេលឺឥឡូវហើយឯងស្ងាត់ទៅណែ
គោវត្តចំគូតយើងណាឲ្យយើងទ្រាំមិនអូយឈឺណាគោវត្តចំគូតឯងមែនអីហ៎ ណែឆាប់យកកបិតមកឲ្យយើងមកយើងចង់ស្លាប់គោនេះចោលអេបើឯងស្លាប់គោនេះយើងខាតណាទោះវាស្គមក៏ពិតមែនតែវាក៏មានសាច់ខ្លះដែរណាយើងយកវាទៅលក់ក្រែងបានប្រាក់ខ្លះវើយចៅទាំងពីរបានប្រកែកគ្នាលឺហើយក៏បានធ្វើឲ្យឃីមភ្ញាក់ឡើង នរណាគេនឹងមកលោឡាអីនៅទីនេះទាំងយប់អញ្ចឹងមិនចេះថ្លង់គេដេកគេពួនដែរទេអី ចៅទាំងពីរឮហើយក៏បានភ័យយ៉ាងខ្លាំងក៏នាំគ្នារត់ណែអាពុតឆាប់ឡើងម្ចាស់គេមកហើយវើយចាំយើងផងយើងឈឺគូតណាចៅទាំងពីរក៏បានរត់បាត់ទៅ សំលេងអ្នកណាមកឆ្លោះគ្នានៅទីនេះដល់ពេលមកមើលមិនក៏មិនមានឃើញអីសោះអញ្ចឹងខ្ញុំគេនិយាយសពទេដឹងនឹង ឃីមកំពុងឈរហើយបានងាកទៅឃើញគោរបូតចំណង ហេកោខ្ញុំបានចងរួចហើយមិនក៏វារបូតយ៉ាងនេះប្រហែលខ្ញុំភ្លេចចងវាទេដឹងសំណាងហើយវាមិនរត់ទៅណាតែបើវារត់វិញមិនដឹងជាទៅរកវានៅទីណាទេ ឃីមក៏បានទៅចងគោម្ដងទៀតហើយក៏បានទៅគេងទៅមួយខែក្រោយមកនៅផ្ទះពូសុកណែងាប់ទៅឆាប់ងាប់ទៅអាឆ្កែចង្រៃឆាប់ងាប់ទៅពូសុកខូខើខ្លាំងណាស់វាសត្វឆ្កែយ៉ាងសាហាវខ្លាំងណាស់អញឲ្យឯងចាំផ្ទះអញដាក់បាយឲ្យឯងស៊ីរាល់ថ្ងៃហើយគ្រាន់តែចាំផ្ទះឲ្យអញក៏ចាំមិនកើតហើយមួយថ្ងៃព្រុសមិនចេះឈប់ទាំងយប់ទាំងថ្ងៃនេះវាយឯងប៉ុណ្ណេះសិនចុះយើងប្រញាប់ចាំមើលពេលយើងមកវិញយើងនឹងវាយឯងម្ដងទៀតពេលនោះពូសុកក៏បានដើរទៅហើយក៏បានជួបនឹងឃីមកំពុងតែឈរមើលគោស៊ីស្មៅ អូតាមពិតពូសោះហើយពូអញ្ជើញទៅណាដែរនឹងពូ ថាចង់ទៅភូមិខាងនោះទៅរកមើលទិញស្ករត្នោតគេហ្នឹងទៅណាមកណាដែរនឹងក្មួយ អូខ្ញុំកំពុងតែមើលគោខ្ញុំនេះទិញពូពីថ្ងៃមុននោះអី នេះមិនមែនគោឯងទិញយើងថ្ងៃមុននោះទេហើយអីក៏ធាត់ម្លេះមួយខែសោះនៅជាមួយយើងឲ្យស៊ីរហូតសោះតែវាមិនស៊ី មកពីពូឲ្យវាស៊ីស្មៅមិនគ្រប់នឹងណាហើយវាធ្វើបាបវាទៀតទៅវាមិនមានសាច់មានឈាមនឹងគេ ពូសុករៀងរអៀសខ្លួនហើយក៏នៅតែនិយាយកាន់ជើងខ្លួនឯងក្មួយចេះតែថាហើយពូឲ្យវាស៊ីតែមកពីវាមិនស៊ីនឹងណាអញ្ចឹងពូទៅសិនហើយណាក្មួយពូសុកដើរចេញទៅហើយក៏បានគិតក្នុងចិត្តថាបើអញលក់ថ្លៃជាងនេះបន្តិចល្អហើយព្រោះឥឡូវនេះគោនេះវាធាត់ណាស់អញពេលហ្នឹងមិនគួរណាលក់តែប៉ុណ្្នឹងទេណាហើយចុះលក់ហើយស្ដាយក៏មិនបានអីមកវិញដែរ ធ្វើបាបតែគោអញ្ចឹងហើយដល់ពេលឃើញគោស្គមថាគោមិនដែលស៊ីស្មៅ